ในក្នុងវីដេអូមួយនេះខ្ញុំនឹងប្រាប់អ្នកទាំងគ្នាទាក់ទងជាមួយនឹងការប្រើប្រាស់ជាមួយនឹង domain Ecasap Atra អញ្ចឹងតោះទៅមើលជួយខ្ញុំទាំងគ្នាសម្រាប់ពីបេតុងមួយនេះគឺវាមានការប្រើប្រាស់ខុសគ្នាបេតុងមួយនេះបើយើងចុច hold លើជាប់ you អានឹងសម្រាប់ on off បើកនឹងបិទម៉ាស៊ីនចុចតែមួយដាំសម្អាតចុចមួយទៀតសម្រាប់ឈប់សម្អាតដល់ពេលខាងក្រោមនេះបើសិនជាយើងចុចឲ្យជាប់មានថាសម្រាប់ lock ជាមួយនឹងកូនក្មេងណា lock ហើយនឹង unlock គឺមួយគ្នាបើសិនយើងចុចឲ្យជាប់យើងចុចតែមួយអានឹងសម្រាប់ returnឲ្យវាត្រឡប់ទៅ station វិញដើម្បីសាកថ្មឬក៏ត្រឡប់ទៅផ្ទះមកដឹងពីរបៀបនៃការផ្គុំរបបមីនទាំងអស់គ្នាចំពោះការផ្គុំបានបងប្អូនគ្នាទី1យើងមើលជាមួយនឹងអាចជើងមួយនេះអាចជើងនេះគឺសម្រាប់ robot ឡើងមកក្នុង station អញ្ចឹងយើងអាចមើលកន្លែងប្រឡោះនេះបានប្រឡោះវិញនេះគឺយើងដាក់វ៉ាន់នេះចូលមកអូខេសកាត់បន្តិចមកវាចូលបាត់ហើយចានេះផ្គុំជើងចូលសម្រាប់ station ហើយចំពោះមករបស់វាវិញគឺយើងដាក់ជាមួយនឹង robot មកហ្នឹងអញ្ចឹងវាต้องជាមួយនឹងការដាក់ mob អត់បាយដល់គ្នាយើងអាចមើលជាមួយនឹងប្រឡោះនេះបានប្រឡោះទូនេះគឺយើងយកវាមកដល់គឺយើងដាក់ចេះឃើញទេវាឆក់អីដោយសារតែវាឆក់ដែរទេអញ្ចឹងអត់បាក់អីប៉ុណ្នេះមកអញ្ចឹងនៅត្រង់ចំណុចមួយនេះខ្ញុំនឹងប្រាប់អ្នកនរគ្នាទាក់ទងជាមួយនឹងការដោះសម្អាតនិងផ្គុំចូលវិញអញ្ចឹងខ្ញុំនឹងដោះជាមួយនឹង robot មិនគេយើងអាចមើលកន្លែងផ្លាកឈ្មោះ Derma នេះបានយើងគោះកន្លែងផ្លាក Derma ហ្នឹងចេញមកអូខេអញ្ចឹងកន្លែងនេះគឺគេហៅថាធុងសម្រាប់មកវាធុងសម្រាប់ដែលជាប់ជាមួយនឹង robot នៅពេលយើងដោះគឺយើងចុចអានេះជាពណ៌លឿងហ្នឹងទីវាចេញមកយើងអាចដោះតា filter វាចេញមកហើយយើងអាចយកនេះទៅ clean បានលាងទឹកអីចឹងយើងហាស្រួលណាជូតឲ្យស្អាតកុំឲ្យមានទឹកឲ្យសោះពេលយើងជូតវាសម្អាតអីហើយដាក់ចូល filter វិញបែបនេះទៅបានទេអញ្ចឹងពេលដែលយើងឆេះរួចហើយយើងដាក់ចូលកន្លែងដើមវិញមកហើយយើងសកាត់មកយើងអាចដោះវាទាំងអស់អញ្ចឹងក៏បានឬក៏យើងដោះតាមកវាចេញក៏បានដែរនេះទីតងជាមួយនឹង man brush ដងអញ្ចឹង man brush នេះយើងអាចមើលកន្លែងនេះបានកន្លែងនេះហើយសងខាងយើងរុញចូលគ្នាមកហើយយើងដកចេញអានេះយើងអាចសម្អាតបានទាំងអស់ហើយបន្តមកទៀតយើងដោះយើងមើលខ្ញុំមើលនេះអញ្ចឹងយើងដោះពីខាងនេះមកឃើញទេយើងដោះយើងទាញចេញសម្អាតហើយគឺយើងដាក់ចូលវិញយើងញាត់វាចូលវិញមកយើងមើលជើងជ្រុងនេះយើងត្រូវញាត់ចូលមកខាងខាងនេះសិននេះញាត់ឲ្យវាចូលអប់ជាប់កលើខាងនេះមកហើយយើងតម្លាក់មកកណ្ដាលនេះវាចូលហើយអញ្ចឹងពេលដែលវាចូលហើយយកអានេះមកមិញពីសងខាងវានេះវានៅកន្លែងនេះដាក់ចូលគឺយើងដាក់ចូលអាថ្មិញច្រើននេះសិននេះដាក់នេះចូលសិនបន្តិចយើងសកត់ប៉ុណ្ណឹងរួចរាល់ការដោះសម្អាតនៅខាងក្នុង station របស់វានឹងមានស្នាមកខ្វក់វាតែមានកាកសំណល់ទលីអីយើងទៅកន្លែងនេះយើងអាចដោះវាចេញដូចគ្នាបានបើមានជាប់កង់វាស្អាតអីយើងអាច clean កង់វាបានតមកទៀតកន្លែងខាងក្នុងនេះចំណុចសំខាន់កន្លែងប្រហូរទឹកវានេះកន្លែងហ្នឹងយើងត្រូវការដកវាចេញដែរដើម្បីសម្អាតនេះវាមានកន្លែងកប៉ុយសងខាងនេះយើងដោះវាលើកវាឡើងមកលើចឹងមកអញ្ចឹងយើងអាចសម្អាតកន្លែងនេះបានកន្លែងដែលវាដាក់មួយម៉ប់ហ្នឹងវាមានប្រហោងមួយទូចហ្នឹងដាក់មកចូលកន្លែងនេះដល់ពេលវាវើគឺវានៅក្នុងហ្នឹងចឹងណាកន្លែងនេះគឺជាកន្លែងហាក់ថ្មរបស់វាមួយហ្នឹងម៉ាស៊ីនរបស់វាវិញម្ដងនៅក្នុងម៉ាស៊ីនមួយនេះវាមានធុងទឹកស្អាតនិងធុងទឹកកខ្វក់ដល់ទឹកដែលមានពណ៌ខៀវបែបនេះអានឹងគេហៅថាធុងទឹកស្អាតទឹកពណ៌ហែងខ្មៅមានពណ៌ទូចនេះអានេះគេហៅថាធុងទឹកកខ្វក់ការថែមទឹកស្អាតយើងត្រូវការថែមជាមួយនឹងធុងទឹកនេះយើងអាចមើលម៉ាក់ស៊ីមុំរបស់វាបានកម្រិតទឹកត្រឹមប៉ុណ្នេះទេណាអត់ឲ្យលើសពីនឹងទេវាមានបញ្ហាដល់ម៉ាស៊ីនអញ្ចឹងត្រឹមតែប៉ុណ្នេះឬក៏ក្រោមនេះបន្តិចបានទេបើកតែប៉ុណ្នេះមកយើងដាក់ទឹកដាក់វិញអូខេហើយយើងដាក់ចូលក្នុងម៉ាស៊ីនវិញលើកវាចេញមកយកទឹកខ្វក់ទៅចាក់ចោលទេទៅធុងទឹកវាប៉ុណ្ណឹងចូលមកដល់ធុងសម្រាប់វិញម្ដងធុងសម្រាប់យើងអាចមើលជាមួយនឹងសញ្ញាព្រួញចុះមកក្រោមនេះបានតែយើងលូកដៃចូលប៉ុណ្នេះមកហើយយើងទប់នេះជាប់មកដកចេញញ៉ាំអញ្ចឹងអានេះគឺជាធុងសម្រាប់របស់វាអាចដកវាចឹងមកនេះដកនេះឃើញអត់ដកវាចឹងមកយើងអាចយកវាទៅចាក់សម្រាប់យើងចង់ប្រើបានយូរជាងហ្នឹងយើងអាចគ្រាន់ចាក់សម្រាប់ទៅប៉ុន្តែដាច់ខាត់យើងត្រូវតែលើថ្មីទៅដែរទេពេលទៅបោះចោលអញ្ចឹងយើងអាចទាញនេះមកទីនេះបិទអញ្ចឹងយើងយកវាអាហ្នឹងទៅបោះចោលហ្មងសម្រាប់អីផ្សេងៗវាអត់ហ៊ាចេញក្រៅទេជាមួយនឹង robot ដើម្បីដាក់សម្រាប់ចូលត្រូវការរុញនេះចូលក្នុងដើម្បីឲ្យមានប្រឡោះដើម្បីចូលសម្រាប់ដល់ពេលយើងដាក់យើងមើលគែមសងខាងនេះជ្រុងនេះយើងដាក់ចូលចេះហើយយើងយកដាក់ចូលវិញមកដល់ពេលយើងដាក់ចូលវិញយើងមើលថ្មិញវាមើលងាំនៅលើនេះយើងរុញនេះចូលមុនហើយយើងសកត់ចូលក្នុងណាអូខេដល់មួយនេះគឺខ្ញុំបាននិយាយទៅជាមួយនឹងការប្រើប្រាស់ទៅជាមួយនឹងការសម្អាតទៅជាមួយនឹងការដោះមកគុំវិញអីអញ្ចឹងគឺខ្ញុំបាននិយាយអស់ហើយបើសិនជាបងប្អូនទាំងអស់គ្នាមានចម្ងល់ទៅជាមួយនឹងការប្រើប្រាស់ផ្សេងៗកុំភ្លេច comment នៅខាងក្រោមនេះដើម្បីឲ្យខ្ញុំមិនដឹងនឹងធ្វើវីដេអូថ្មីជួយដល់អ្នកគ្នាអញ្ចឹងកុំភ្លេចចុច like share និង subscribe ដើម្បីទទួលបានជាមួយនឹងវីដេអូថ្មីៗជួបគ្នានៅវីដេអូក្រោយបាយ